បាទសូមគោរពជំរាបសួរបងប្អូនកូនមួយទាំងអស់គ្នាបាទឥឡូវនេះគឺជាคลิปវីដេអូដំបូងដែលខ្ញុំត្រូវមើលរាសីជូនបុគ្គលឆ្នាំជូតបាទហើយរាសីដែលត្រូវមើលនេះគឺមើលសម្រាប់ខែ6ហើយតាមតម្រាក្បួនចិនបាទអញ្ចឹងបុគ្គលឆ្នាំជូតតើរាសីគាត់នៅក្នុងខែ6នេះដែលចិនគេចាប់គិតរហូតដល់ថ្ងៃទី6ទៅវាចូលជាគេហៅថាចូលជាក្រិតដែលត្រូវផ្លាស់ប្ដូររដូវកាលប្រចាំខែបាទអញ្ចឹងនៅក្នុងខែ6នេះចិនគេហៅថាខែមមីដែលជាខែធាតុភ្លើងប៉ុន្តែរាសីខាងលើមកជាធាតុទឹកយ៉ាងសម្រាប់បុគ្គលឆ្នាំជូតគាត់គឺជាបុគ្គលធាតុទឹកបាទអញ្ចឹងបើយើងគិតអំពីទឹកហើយនឹងភ្លើងចូលមកប៉ះគ្នាបាទពេលខែធាតុភ្លើងចូលមកមានន័យថាបុគ្គលឆ្នាំជូតដែលគាត់ធាតុទឹកណាគាត់ធាតុទឹកដែលរងឥទ្ធិពលប្រចាំឆ្នាំផងរងឥទ្ធិពលប្រចាំថ្ងៃផងខែផងកន្លងមកហ្នឹងអញ្ចឹងពេលវេលាថ្ងៃទី6ទៅគឺពេលវេលាមួយផ្លាស់ប្ដូរយ៉ាងធំសម្រាប់បុគ្គលឆ្នាំជូតជើងលេខបុគ្គលឆ្នាំជូតដែលគាត់ធ្លាប់តែមានឧបសគ្គជួបបញ្ហាលក់ដូរមិនដាច់ការងារបរាជ័យធ្វើការអត់មានអ្នកគ្រប់គ្រងអត់មានមេកើយជួយ support កន្លងមកបាទជួបបញ្ហាដោះស្រាយក្នុងក្រុមគ្រួសារក៏អញ្ចឹងកន្លែងធ្វើការក៏យ៉ាប់បាទមានគូប្រជែងច្រើនប៉ុន្តែបើចូលមកដល់ខែមមីធម្មតាមមីហើយនឹងជូតនឹងគឺវាឆុងគ្នាទីបាទប៉ុន្តែវាហេតុការមមីធាតុភ្លើងដែលចូលមកយើងជាធាតុជូតធាតុទឹកដែលនៅចាំនៅក្នុងដួងតានេះគឺទៅផលិតទឹកទៅផលិតភ្លើងបាទអញ្ចឹងជូតយើងនេះឆ្នាំជូតយើងធាតុទឹកនេះទៅជួបមួយភ្លើងគឺផលិតភ្លើងនឹងតែម្ដងឬមួយក៏មមីជាភ្លើងមកជួបជាមួយយើងជាទឹកតតាំងគ្នាគេហៅថាប៉ះទង្គិចគ្នាដល់ប៉ះទង្គិចគ្នាបងប្អូនយើងជាអ្នកជូតនេះគឺត្រូវតែទៅពិឃាតមមីបានដែលជាខែមមីនោះគឺខែជាភ្លើងនោះគឺទៅពិឃាតវាបានពេលណាឆ្នាំមមីទៅពិឃាតធាតុភ្លើងបានអញ្ចឹងវាក៏ទទួលបានភ្លើងបាទភ្លើងដែលចូលប្រចាំខែមកហ្នឹងគឺអត្តពលចក្រវាឡទាំងមូលដែលចូលមកប្រចាំខែគឺយើងអ្នកឆ្នាំជូតនេះទៅពិឃាតវិញតតាំងឈ្នះអញ្ចឹងនាំឲ្យទទួលបានលៀបសក្ការៈគេហៅថាជ័យភ័ណ្ឌពីមមីហ្នឹងចឹងមមីនឹងមានអីក៏ដោយដែលនាំមកនៅក្នុងខែ6ហ្នឹងឧទាហរណ៍ថាមមីគឺជាអ្នកគ្រប់គ្រងអីមួយដែលមានទាំងលុយមានទាំងសម្បត្តិមានទាំងប្រពន្ធមានទាំងកូនមានទាំងទ្រព្យសម្បត្តិហើយវាក៏មកដល់មកប៉ះទង្គិចវាយតតាំងជាមួយយើងអ្នកជូតដល់វាយទៅយើងអ្នកជូតនឹងវាមានអត្តពលជាងព្រោះជូតជាធាតុទឹកទៅវាយមមីខ្សែអាមមីនឹងទៅដល់ខ្សែអាមមីចង់ទ្រាប់របស់មមីទាំងប្រមាណគឺត្រូវបានផ្ដល់ឲ្យជូតជាជ័យភ័ណ្ឌទាំងអស់នេះអត្ថន័យនៅកន្លែងហ្នឹងចឹងនាំឲ្យបុគ្គលឆ្នាំជូតរាសីនឹងផ្លាស់ប្ដូរខ្លាំងនៅក្នុងខែ6ចាប់ពីថ្ងៃទី6ទៅគឺផ្លាស់ប្ដូរខ្លាំងដល់នឹកស្មានមិនដល់តែម្ដងបាទអ្វីដែលធ្លាប់តែអត់អ្វីដែលធ្លាប់តែលំបាកអ្វីដែលជួបបញ្ហាដោះស្រាយចាញ់ទាំងប្រមាណហ្នឹងរឿងតូចរឿងធំដែលកមកយូរហើយដោះស្រាយចេញស្រាប់តែមកកន្លះខែដោះស្រាយចេញដោយមិននឹកស្មានដល់នៅក្នុងខែ6ថ្ងៃទី6ឡើងទៅគឺបានទទួលបានគេហៅថាព័ត៌មានអីល្អចូលមកឲ្យដល់អ្នកឆ្នាំជូតដែរបាទអញ្ចឹងជួយត្រេកអរសម្រាប់បងប្អូនអ្នកឆ្នាំជូតផងបាទព្រោះជូតធាតុទឹកបារមីមេឃក៏មកជាធាតុទឹកដែរ
bà chẳng bà mấy với máu thiệt đôi kia một chút nâng với hồi đo hỏi à chút đi mình cầm lăng can là lăng to tăng mũi bà mà to tăng mũi bị hàng khổ mà chẳng vừa ở chút nó cứ cái hào thạc đập bò lucky tại đó phân tẻ nơi miền bậc quân năm chútอายุ30 năm bàสำหรับบทคนฉนำจูดอายุ30 ឆ្នាំនេះបាទគឺប្រែទៅជាសួយទៅវិញបាទអញ្ចឹងจูดគ្រប់จูดទាំងអស់គេហេងគេល្អគឺជួបអ្វីច្រើនណាស់ដែលនឹកស្មានដល់ក្នុងឆាកជីវិតរបស់គេនេះស្រាប់តែจูดដែលមានអាយុ30 ឆ្នាំគត់ឆ្នាំនេះនឹងទទួលអត្តពលអាក្រក់ទៅវិញមូលហេតុខ្លួនយើងវាគត់ឆ្នាំទៀតណាគត់ឆ្នាំដឹងស្រាប់ហើយបងប្អូនណាទី1ទី2អ្នកជួបដែលកើតនៅក្នុងកំឡុងឆ្នាំដែលបូកមកគឺអាយុ30 ឆ្នាំហ្នឹងដោយសារគាត់ហ្នឹងគឺធាតុភ្លើងថ្មីក៏តួគាត់ហ្នឹងតួជួបធាតុទឹកប៉ុន្តែឆ្នាំធាតុភ្លើងដែលគាត់កើតមកអញ្ចឹងទឹកហើយភ្លើងវាប្រឆាំងគ្នានៅហ្នឹងបើប្រឆាំងគ្នានៅក្នុងដួងจิตตาខ្លួនឯងនឹងដល់ពេលមមីចូលមកវាត្រូវមួយធាតុភ្លើងបក់អ្នកឆ្នាំជូតខាងលើវាទៅជាមានផ្ទៃក្នុងគេហៅថាខបត់មានអនុក្នុងជួយទៅដល់មមីធ្វើឲ្យមមីមានឱកាសយកឈ្នះយើងអ្នកជូតដែលអាយុ30 ឆ្នាំហ្នឹងបាទចឹងមានថាធ្វើឲ្យជូតអាយុ30 ឆ្នាំបាទធ្វើឲ្យដៃគូមកខាងទៀតដែលជាមមីមកប្រចាំខែហ្នឹងគឺមានឱកាសឈ្នះបានធ្វើឲ្យយើងអ្នកជួបអាយុ30 ឆ្នាំហ្នឹងទៅជាទុនខ្សោយជួបបញ្ហារងគ្រោះខ្លាំងទៅវិញបាទអញ្ចឹងរាល់បុគ្គលឆ្នាំជួបមិនប្រកាសថាជួបទាំងអស់ឡើយទេណាហ្នឹងហើយបើជួបនឹងគាត់មានរិស័យមេចាស់បារមីរបស់គាត់កើតចំឆ្នាំធៀបភ្លើងខ្លួនឯងធៀបទឹកទៅកើតចំឆ្នាំធៀបភ្លើងពេលខែមមីចូលមកដល់នេះគឺមហាសែនខែសួយរលេងដាក់គ្មានបាទអញ្ចឹងប្រយ័ត្នប្រយែងដែរបងប្អូនអ្នកឆ្នាំមមីណាដែលបងប្អូនអ្នកឆ្នាំជូតណាដែលមានអាយុ30គុតណាសូមប្រយ័ត្នប្រយែងព្រោះពេលវេលាអាក្រក់ចូលមកយាយីនៅក្នុងដួងចិត្តតារិស័យយើងហើយយើងនិយាយអីក៏គេមិនស្ដាប់យើងបកស្រាយអីក៏គេមិនជឿបាទយើងប្រូលក់ទំនិញនិយាយបញ្ចុះបញ្ចូលសម្ដែងការលក់ធ្វើការតំណាក់តំណងទីផ្សារចិត្តឆ្ងាយអីគឺបរាជ័យទាំងអស់នេះសម្រាប់បុគ្គលឆ្នាំជូតដែលមានវ័យ30 ឆ្នាំចឹងសម្រាប់បុគ្គលឆ្នាំជូតដែលមានអាយុ30 ឆ្នាំបើអាចដោយសារចេះមានក្បួនតាមវិជាហុងស៊ុយគឺគេមានក្បួនមួយដែលអាចយកមកជួយបានតែមិនមែនសម្រាប់តែឆ្នាំជូតទេគឺគ្រប់ឆ្នាំទាំងអស់អាចប្រើក្បួនហ្នឹងមូលហេតុដោយសារតែតាមហុងស៊ុយក្បួនតារាសាស្ត្របាននៅក្នុងខែ6ចាប់ពីថ្ងៃ6ហ្នឹងគឺផ្កាយលេខ7ចូលក្នុងថ្ងៃទី6ហ្នឹងហើយផ្កាយប្រចាំខែនៅក្នុងខែ6ហ្នឹងក៏ជាផ្កាយលេខ7ដែរបាទអញ្ចឹងផ្កាយ7គេហៅថាផ្កាយចោបាទវានឹងចូលមកដល់វានឹងលួចវានឹងធ្វើឲ្យយើងភ្លេចភ្លាំងធ្វើឲ្យយើងបាត់បង់របស់ធ្វើឲ្យមានចោលចូលលួចអីចឹងទៅធ្វើឲ្យយើងខាតលុយទាំងសោកស្ដាយជាទីបំផុតព្រោះផ្កាយ7គឺជាផ្កាយចោលចូលមកលួចប៉ុន្តែនៅក្នុងក្បួនវិជាហុងស៊ុយគ្រូចិនសែគ្មានក្បួនមួយទៀតគឺក្បួនផ្កាយ7លួចដែរតែទៅលួចជោគលៀបទៅវិញបាទអញ្ចឹងគេមានថាក្បួនផ្កាយ7លួចជោគលៀបអញ្ចឹងសម្រាប់បងប្អូនកូនសិស្សភាគច្រើនកន្លងមកខ្ញុំឲ្យប្រើហើយគាត់ជាវយកទៅប្រើយកទៅដាក់តាំងហើយប៉ុន្តែខ្ញុំសុំផ្ដាំអាក្បួនផ្កាយ7លួចជោគលៀបហ្នឹងមានកូនសិស្សខ្លះគឺគាត់ដោតភ្លើងហើយក៏ដកទុកអស់ហើយអញ្ចឹងចាប់ពីថ្ងៃទី6ខែ6នេះសូមយកក្បួនហ្នឹងយកដាក់តាំងហើយដោតភ្លើងវិញហើយធ្វើគៀវរីពេទ្យបួងសួងសាដើមបាទនោះយើងនឹងជួបរឿងល្អព្រោះក្បួនផ្កាយ7នេះ
គឺទៅលួចពីតារាសាស្ត្រចោលនឹងឯងបាទទៅលួចជោគលាភបាទបើអត់មានក្បួននឹងទេគ្រប់គេអាខានទាំងអស់នឹងមានផ្កាយលេខ7មានផ្កាយលេខ2ប្រចាំឆ្នាំនៅនឹងស្រាប់ហើយមានផ្កាយលេខ5ប្រចាំឡស៊ូនហើយនឹងមានផ្កាយលេខ5ប្រចាំថ្ងៃចរចូលមកទៀតនេះវានឹងមកគ្រប់កិច្ចនាំឲ្យទៅជាគ្រោះហានិភ័យមានទាំងជំងឺឆ្លងមានទាំងភ្លើងឆេះទីតាំងគេអាឋានផ្ទះសម្បែងឡានម៉ូតូឬមួយក៏សម្ភារៈផ្សេងហាងទំនិញអាគារខ្ពស់អីហ្នឹងគឺវានឹងមកគ្រប់ឆេះនៅក្នុងខែ6ហ្នឹងណាបាទហើយធ្វើឲ្យយើងបាត់បង់ធនធានលុយកាក់ទ្រព្យសម្បត្តិយ៉ាងច្រើនអត់កណនាចឹងហើយទើបគ្រូហុងស៊ុយគឺគេមានក្បួនផ្កាយ7លួចជោគលាភព្រោះបើគ្មានផ្កាយនឹងចូលមកមិនមានក្បួននឹងយកមកដាក់នៅតាំងផ្ទះទេពីផ្កាយ7ចរចូលមកហ្នឹងគឺយើងនឹងឯងនឹងអ្នកផ្ទះយើងនឹងឯងគ្រប់ផ្ទះទាំងអស់នឹងជួបបញ្ហាបាទអូខេអញ្ចឹងសម្រាប់បុគ្គលឆ្នាំជូតអាយុ30ឆ្នាំគឺដាច់ខាតត្រូវតែមានក្បួននឹងយកទៅដាក់តាំងតែម្ដងបាទបើសិនជាបងប្អូនអត់មានទេអ្នកជូតអាយុ30ឆ្នាំហ្នឹងនឹងជួបណាប្រាជ័យសំបីនិយាយស្ដីគេអត់ចូលចិត្តស្ដាប់សំបីតការគិតរបស់យើងគិតទៅឃើញតែរឿងស្មុគស្មាញគិតមិនចេញគិតទៅគឺគិតអត់ល្អគិតអត់ត្រូវហើយពេលយើងទៅធ្វើការអនុវត្តផ្សេងគឺអស់ល្អទាំងអស់ហើយសំបីតែមានការតំណតំណងចរចាលក់ដូរអីក៏លក់ដូរអត់ដែរបាទអញ្ចឹងអ្នកជូតអាយុ30ឆ្នាំបាទមានបញ្ហាប៉ុន្តែមានហើយអញ្ចឹងដល់អាយុ30ឆ្នាំបានប្រើក្បួននឹងបានចុះជូតផ្សេងប្រើក្បួននឹងបានអត់និយាយរួមក្បួននឹងប្រើបានគ្រប់ផ្ទះទាំងអស់គ្រប់បុគ្គលទាំងអស់ប៉ុន្តែចាំបាច់សម្រាប់អ្នកជូតដែលអាយុ30ឆ្នាំហ្នឹងបើវិធីចង់កែគឺមានវិធីកែដោយប្រើក្បួនផ្កាយ7លួចជោគលាភនឹងឯងបាទហើយសម្រាប់ក្បួននឹងដែរបើបងប្អូនដែលគាត់ចង់ជាវបងប្អូនអាចឆាតទៅ016 923 888ឆាតទៅគាត់អ្នកលក់ហ្នឹងគាត់ចាត់ចែងរៀបចំឲ្យកន្លែងបានចរចានិយាយមួយគាត់ទៅប៉ុន្តែសូមបញ្ជាក់ណាក្បួននឹងដាច់ខាតនៅក្នុងថ្ងៃទី6ខែ6ហ្នឹងត្រូវយកមកបួងសួងដោតភ្លើងតាំងនៅកណ្ដាលផ្ទះគ្រប់គ្នាទាំងអស់ត្រូវប្រើពេលវេលាហ្នឹងព្រោះជាពេលវេលាមួយដែលអត្តពលចក្រវាលទាំងមូលតារាសាស្ត្រហ្នឹងណាបាទផ្កាយទាំងមូលគឺចរចូលមកមានអត្តពលពីហ្នឹងបាទអូខេអញ្ចឹងមានតែប៉ុណ្្នឹងទេសម្រាប់បុគ្គលឆ្នាំជូតសម្រាប់ជួយត្រេកអររាសីឡើងគ្រប់ជូតទាំងអស់លើកលែងតែជូតអាយុ30ឆ្នាំទេបាទអញ្ចឹងសូមគោរពលាបាទបាយបាយ